ប្រជាពលរដ្ឋជាច្រើនធ្លាប់មានបទពិសោធន៍ដូចគ្នាពេលទៅរកសេវាសាធារណៈខ្លះត្រូវរងចាំយូរខ្លះសួរហើយមិនមានអ្នកពន្យល់ច្បាស់ហើយបញ្ហាមួយទៀតក្រៅពីភាពយឺតយ៉ាវគឺអេរយាប័តរបស់អ្នកផ្ដល់សេវាមួយចំនួនប៉ុន្តែបញ្ហានេះមិនមែនជារឿងថ្មីដែលមិនធ្លាប់ត្រូវបានលើកឡើងនោះទេតាំងពីឆ្នាំ2009ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលនៃរដ្ឋាភិបាលកម្ពុជាបានចងក្រងសៀវភៅមួយមានចំណងជើងថាគុណសម្បត្តិនិងអេរយាប័តរបស់មន្ត្រីរាជការដែលផ្ដោតលើគោលគំនិតមួយច្បាស់លាស់គឺរដ្ឋបាលសាធារណៈត្រូវផ្លាស់ប្ដូរពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាសៀវភៅដែលមាន38ទំព័រនេះបានរំលឹកថាមន្ត្រីរាជការដែលល្អត្រូវមានគុណសម្បត្តិ4យ៉ាងគឺឆន្ទៈម្ចាស់ការភក្ដីភាពមនសិការវិជ្ជាជីវៈនិងវប្បធម៌សេវាសាធារណៈទី1គឺឆន្ទៈម្ចាស់ការមន្ត្រីរាជការត្រូវមានគំនិតដូចផ្ដើមច្នៃប្រឌិតធ្វើការជាក្រុមនិងជំនះឧបសគ្គរកដំណោះស្រាយឲ្យប្រជាពលរដ្ឋមិនត្រូវទុកពេលទំនេរចោលឬអង្គុយចាំឲ្យការងាររត់មករកខ្លួននោះទេក្នុងន័យថាមិនត្រូវរងចាំតែបញ្ជាឡើយត្រូវតាំងចិត្តធ្វើការពិតប្រាកដមិនមែនទៅកន្លែងធ្វើការតែមិនធ្វើការនោះឡើយទី2គឺភក្ដីភាពភក្ដីភាពគឺជាគុណតម្លៃខាងសិលធម៌និងចរិយាធម៌ដែលមិនត្រឹមតែចាំបាច់ចំពោះស្ថាប័នប៉ុណ្ណោះទេប៉ុន្តែរួមមានភក្ដីភាពចំពោះវិជ្ជាជីវៈនិងចំពោះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវាផងដែរមន្ត្រីត្រូវទទួលខុសត្រូវលើសេវាដែលខ្លួនត្រូវផ្ដល់និងយកចិត្តទុកដាក់លើតម្រូវការរបស់ពលរដ្ឋដោយផ្ដល់ជំនឿទុកចិត្តប្រសិទ្ធភាពតម្លាភាពនិងទំនាក់ទំនងប្រកបដោយភាពត្រភាពទី3គឺមនសិការវិជ្ជាជីវៈមន្ត្រីត្រូវបំពេញការងារឲ្យអស់ពីសមត្ថភាពហើយត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យទាន់សភាពការជានិច្ចត្រូវគោរពវិន័យម៉ោងធ្វើការនិងបទបញ្ជាផ្ទៃក្នុងមិនត្រូវយកពេលវេលាបំពេញការងារទៅប្រកបរបរឯកជនដើម្បីយកកម្រៃឡើយលុះត្រាតែច្បាប់អនុញ្ញាតទី4គឺវប្បធម៌សេវាសាធារណៈនេះជាចំណុចសំខាន់បំផុតចំពោះប្រជាពលរដ្ឋសៀវភៅលើកឡើងថានៅក្នុងរចនាសម្ព័ន្ធរដ្ឋមានឋានានុក្រមមែនប៉ុន្តែរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋមិនមានឋានានុក្រមនោះទេដូច្នេះមន្ត្រីរាជការត្រូវផ្លាស់ប្ដូរអេរយាប័តពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាសៀវភៅរំលឹកថាមន្ត្រីមិនត្រូវប្រើប្រាស់តួនាទីនិងមុខតំណែងរបស់ខ្លួនធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកឬក៏មានការភ័យខ្លាចឡើយផ្ទុយទៅវិញត្រូវផ្ដល់ជំនឿទុកចិត្តភាពកក់ក្ដៅការរាក់ទាក់ការគោរពនិងធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តចំពោះសកម្មភាពការងារនិងអត្តចរិតរបស់អ្នកផ្ដល់សេវាសៀវភៅក៏បានបញ្ជាក់ទៀតថាមន្ត្រីត្រូវយកចិត្តទុកដាក់ផ្ដល់ព័ត៌មាននិងពន្យល់នីតិវិធីឲ្យប្រជាពលរដ្ឋយល់ច្បាស់សំណួររបស់ប្រជាពលរដ្ឋត្រូវតែមានចម្លើយហើយមន្ត្រីមិនត្រូវបង្ហាញអាកប្បកិរិយាធុញទ្រាន់ក្រអឺតក្រទមឬរើសអើងរវាងអ្នកតូចនិងអ្នកធំអ្នកក្រនិងអ្នកមានអ្នកស្រែនិងអ្នកក្រុងនោះឡើយគួរឲ្យចាប់អារម្មណ៍សៀវភៅនេះបានប្រៀបធៀបរដ្ឋបាលសាធារណៈទៅនឹងវិស័យឯកជនដែលមានពាក្យស្លោកថាអតិថិជនគឺជាស្ដេចឬការពេញចិត្តរបស់អតិថិជនគឺជាកាតព្វកិច្ចរបស់យើងសៀវភៅស្នើយកគោលគំនិតដូចគ្នានេះដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបើទោះបីជាសៀវភៅនេះត្រូវបានបោះពុម្ពតាំងពីឆ្នាំ2009ក៏ដោយខ្លឹមសារនៅតែជាការរំលឹកដ៏សំខាន់ចំពោះមន្ត្រីរាជការគ្រប់រូបព្រោះសេវាសាធារណៈជាការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋមន្ត្រីដែលផ្ដល់សេវាដោយប្រសិទ្ធភាពតម្លាភាពភាពត្រភាពនិងសេចក្តីថ្លៃថ្នូរមិនត្រឹមតែធ្វើឲ្យពលរដ្ឋពេញចិត្តប៉ុណ្ណោះទេក៏រួមចំណែកពង្រឹងជំនឿទុកចិត្តនិងកិត្យានុភាពនៃរដ្ឋបាលសាធារណៈផងដែរខ្ញុំរស់សុធាពី News Today NDTV